ចំមកទៀតនេះដូនតាគ្រួសារទូយើងនេះឯងចង់ទៅកំទេចដូនតាយើងចោលអីប៉ាក៏បានឃើញដែរវាមិនមែនជាដៃគូរបស់សៀវលៃទេគ្រួសារទូក៏មិនត្រូវការឲ្យវាមកការពារដែរវាតែខ្លួនឯងនោះការពារមិនចង់ចឹងបានផងឯងនេះឯងចង់កំចាត់ដូនតាខ្លួនឯងប៉ាខ្ញុំមានកូនប្រុសសៀវលៃតែម្នាក់ទេគេក៏ដើម្បីគ្រួសារទូយើងល្អដែរប៉ាបានឃើញទេយេអ៊ូឈៀវាវាយមិនឈ្នះសៀវលៃទេកូនអកតញ្ញូបើគ្មានលោកដូនតាទេយើងក៏មិនមានគ្រួសារទូថ្ងៃនេះដែរបើសិនជាឯងចង់សម្លាប់លោកដូនតាឯងក៏លងសាកសពយើងសិនទៅបងជាដូនមួយមិនបានជាកម្លាំងធាតុលោកដូនតាម្ដងមានម្ដងអត់អញ្ចឹងលោកដូនតាគាត់កំពុងតែឆ្លងគ្រោះនោះគួរតែនៅលើលោកយាយហើយពួកឯងមានឃើញឬអត់លោកយាយលំបាកបន្តិចកម្លាំងធាតុលោកដូនតានឹងមកបន្តិចថាត់លើលោកយាយអីលោកតាក៏បានឃើញដែរអាកញ្ចាស់នោះមិនមែនជាដៃគូខ្ញុំទេឲ្យតែពួកយើងសម្លាប់វាគ្រប់យ៉ាងរបស់គ្រួសារយានឹងខ្លាចជារបស់យើងហើយប៉ាតំណែងតំណងយើងជាមួយវាបានលើស9ចំនួនហើយពេលនេះវាគ្មានអីពាក់ព័ន្ធជាមួយគ្នាទៀតនោះទេនេះពួកឯងចាប់លោកមកចោលឲ្យជាប់ទៅនេះពួកឯងចង់ធ្វើអីវិនសៀនបងស្រីបងធ្វើហ្នឹងកម្លាំងធាតុលោកដូនតានៅមិនទាន់មកវិញទេមានតែលោកយាយទេទើបអាចជួយលោកដូនតាឲ្យមានកម្លាំងធាតុវិញបានយើងនឹងធ្វើឲ្យគ្រួសារយាឯងលែងសល់អ្វីទាំងអស់នឹងឲ្យគ្រួសារយាឯងរលីបន្តិចម្ដងហើយ800ឆ្នាំវាមានតែកូនចៅក្បាលរឹងមិនដែលមានកូនចៅណាចង់កំចាត់យើងទេសៀវលៃវាលែងមានកម្លាំងធាតុហើយឯងសម្រាប់វាទៅពុទ្ធោអើយឈឹងម៉េចអូនបានត្រឹមតែកំដប់បងត្រឹមនេះទេវាយខុសហើយតែមិនអីទេបន្តិចទៀតអញក៏អាចចុះទៅកំដរវាបានហើយអញទៅងាប់ទៅគ្រួសារយីអាលំគ្រួសារទូយើងនឹងឡើងគ្រប់គ្រងលោកនេះហើយមិនចឹងក្រែងវាលែងមានកម្លាំងធាតុហើយមិនចឹងអីកម្លាំងធាតុលោកដូនតាមកវិញហើយទីបំផុតកម្លាំងធាតុលោកដូនតាមកវិញហើយអូនមិនជីវិតទេចាំទុកណាថ្ងៃក្រោយកុំធ្វើរឿងល្ងងចឹងទៀតបើមានរឿងអីមកពួននៅក្រៅខ្នងរបស់បងមកឯងនៅចង់សាកកម្លាំងធាតុជាមួយយើងទៀតដែរទេមកសម្ដែងធ្វើជាខឹងយើងថាឯងគ្រាន់តែលងកម្លាំងធាតុទេទៅងាប់ទៅលោកជង្គង់ចុះអញ្ចឹងគ្រោះលោកដូនតានោះវាបានផុតហើយមែនទេមិនខុសទេគ្រោះយើងបានផុតទៅហើយកម្លាំងធាតុយើងនឹងលែងម្ដងមានម្ដងអត់ទៀតហើយលោកដូនតាសូមលោកមេត្តាលើកលែងឲ្យកូនចៅផងទៅពេលនេះពួកឯងដឹងថាពួកឯងជាកូនចៅគាត់ហើយបើមិនមែនលោកដូនតាបានកម្លាំងធាតុមកតាន់ពេលទេគ្រួសារយើងប្រកាសជាត្រូវពួកឯងសម្លាប់ចោលបាត់ទៅហើយលោកដូនតាខ្ញុំដឹងខុសហើយលោកដូនតាពួកវាខុសធ្ងន់ណាស់សូមលោកដូនតាមើលលើពួកយើងជាកូនចៅលោកសូមទុកជីវិតឲ្យពួកគេផងទៅសាន់ឈាន់មុននេះឯងមិនមាត់ទេហ៎លោកដូនតាគឺខ្ញុំត្រូវអាចមកសៀតអានោះឲ្យគេចាប់ខ្ញុំទុកឯងក៏ចង់ដឹងថាចៅឯងអាចដល់ចំណុចណាវាពិតជាអាចបដិលយើងបានមែនឬអត់ត្រូវដែរទេលោកដូនតាខ្ញុំគឺគ្មានទេខ្ញុំមិនអាចទៅមានគំនិតអាក្រក់យ៉ាងនេះទៅលោកដូនតាខ្ញុំឈួតមួយពេលសូមលោកដូនតាជប់ជីវិតឲ្យពួកយើងផងទៅពួកឯងមិនបានដឹងខ្លួនឯងខុសទេពួកឯងគ្រាន់តែខ្លាចងាប់ទេ800ឆ្នាំហើយអារឿងខុសហើយខុសទៀតហើយតែធ្វើរឿងអាក្រក់នោះវាមានរហូតលោកដូនតាខ្ញុំព្រមបំផ្លាញកម្លាំងធាតុខ្លួនឯងសូមលោកដោះលែងគ្រួសារទូទៅយើងបានឲ្យជំរឿឯងល្អជាងតែឯងមិនយកតែភ្លេចហើយមួយជំហានជោគជ័យមួយជំហានរលាយខុសគ្នាតែមួយជំហានទេដៃយើងមិនអាចប្រឡាក់ឈាមកូនចៅខ្លួនឯងបានទេពួកវាក៏ប្រកល់ឲ្យពួកឯងចាត់ការហើយពួកឯងយកវាទៅដាក់គុកស្លាប់រស់ទៅជាតិនេះកុំឲ្យពួកវាចាប់ចិត្តបានអីសោះលោកដូនតាលោកដូនតាអើយរឿងនេះទីបំផុតឆ្លងផុតទៅហើយណាប្រទូយេហើយឆឹងវាត្រូវខ្ញុំចាប់បានហើយលោកចង់និយាយសហការគ្នាបន្តិចទេឯងជាអ្នកណាពួកយើងជាអ្នកណាមិនសំខាន់ទេលោកចាំទុកទៅថាពួកយើងជាអ្នកជួយលោកទៅបានហើយហ៎